រឿងនិទានសេះខ្មៅនិងមេតបអង្គរក្នុងរាជព្រះបាទជ័យវរ្ម័នទី7នៅមានមេតបម្នាក់ឈ្មោះព្រះរាមាធិបតីលោកមានសេះឈ្មោះកុខ្មែរដែលជាសេះសុទ្ធពណ៌ខ្មៅដូចរាប់សែនយប់អត់ព្រះច័ន្ទសេះនេះមិនធម្មតាឡើយគេថាវាកើតឡើងនៅពេលដែលភ្លេចបន្ទោបានវាយកំពូលភ្នំគូលែនហើយពីកន្លែងនោះមានសេះកើតចេញមកគ្មាននរណាអាចបង្ហាត់សេះនេះបានឡើយលើកលែងតែព្រះរាមាធិបតីដែលអាចជិះវាបានមានថ្ងៃមួយពួកចាមបានលើកទ័ពមកវាយប្រហារក្រុងអង្គរព្រះរាមាធិបតីត្រូវដឹកនាំទាហានតិចតួចទៅទល់នឹងសត្រូវដែលមានចំនួនច្រើនលើសលប់មុនពេលចេញទៅសមរភូមិព្រះរាមាធិបតីបានយកដៃទៅលើកមុខសេះខ្មែរនិយាយថាអោសម្លាជនិកសម្លាញ់សពថ្ងៃនេះមាតុភូមិយើងគ្រោះថ្នាក់ណាស់តើអ្នកនឹងជួយយើងទេសេះខ្មែរហាក់បីដូចជាយល់ស្ដាប់ហើយក្អាកក្អេងសំឡេងដ៏ខ្លាំងក្លានៅលើសមរភូមិទ័ពខ្មែរត្រូវព័ទ្ធជុំវិញព្រះរាមាធិបតីកំពុងឈឺចាប់ដោយស្នាមព្រួញហើយទាហានកាន់តែខ្សោយទៅនៅពេលនោះឯងសេះខ្មែរបានឈរយកជើងខាងមុខទាំងពីរបោះទៅលើដីរន្ធត់យ៉ាងខ្លាំងភ្លាមនោះផ្ទៃមេឃដ៏កិនខ្មៅស្រអាប់រន្ទះបាញ់គ្រប់ទិសទីពីក្នុងពុកសេះខ្មៅជាច្រើនកើតចេញមកហើយរត់ចូលមកក្នុងជួរទាហានខ្មែរសេះទាំងនេះមានរូបរាងដូចសេះខ្មែរយ៉ាងដូចគ្នាតែមានច្រើនរយក្បាលទាហានខ្មែររាល់គ្នាឡើងជិះសេះខ្មៅទាំងនេះហើយវាបកតបចាមដ៏ធំធេងបានដោយងាយស្រួលសត្រូវរត់ខ្ចាត់ខ្ចាយហើយស្រុកខ្មែរក៏រួចផុតពីគ្រោះថ្នាក់បន្ទាប់ពីសង្គ្រាមចប់សេះខ្មៅទាំងអស់បានប្រែក្លាយជាខ្សាច់ធូលីហើយបាត់ទៅវិញលើកលែងតែសេះខ្មែរដើមមួយក្បាលនោះទេព្រះរាមាធិបតីបានកោះហៅសេះនោះថាបុសម្លាជនិកដែលមានន័យថាដមិត្តរួមជីវិតពីនោះមកគេនិយមនិយាយថាមេតបដ៏ខ្លាំងពូកែតែងមានសេះដ៏ឧត្តមតែមេតបដែលពិតប្រាកដគឺអ្នកដែលចាត់ទុកសេះរបស់ខ្លួនជាមិត្តមិនមែនជាគ្រឿងសម្ភារៈទេរហូតដល់សប្តាហ៍ថ្ងៃនៅពេលខ្លះនៅពេលភ្លៀងធ្លាក់ខ្លាំងនិងមានរន្ទះភ្លេចបន្ទោគេហាក់ដូចជាសំឡេងសេះដេញហើយមានអ្នកចម្លែកខ្លះអះអាងថាបានឃើញសេះខ្មៅរត់លឿនឆ្លងកាត់ទឹកស្ទឹងសែន